ពេលនេះផងដែរបុស្បាក៏កំពុងតែវឹកហាត់ដើម្បីបំផ្ទុះថាមពលមនុស្សនឹងគ្រុឌលាយគ្នាពេលនោះលោកតាម្ចាស់កោះកកមកហៅបុស្បាទៅខាងក្រៅដើម្បីប្រកាសជាដំណឹងហើយនេះជាប្រជាពលរដ្ឋដែលរស់នៅលើកោះវេហាប្រជាពលរដ្ឋទាំងនោះក៏រងស្ដាប់ដំណឹងការប្រកាសរបស់លោកតាម្ចាស់កោះនេះគឺជាបុស្បាពេលនោះក៏លោកតាម្ចាស់កោះនិយាយប្រាប់ថាបុស្បាជាចៅស្រីរបស់គាត់ចាប់ពីពេលនេះតទៅបុស្បានឹងឈរឈ្មោះនៅទីនេះនិងតំណាងនៅកោះវេហានេះបុស្បាក៏ញញឹមហើយនឹងសប្បាយចិត្តប៉ុន្តែក៏មានប្រុសគ្រុឌម្នាក់ដែលគាត់តវ៉ាថាអ្នកដែលឈរកាន់នៅទីនេះលុះត្រាតែមានការប្រកួតឈ្នះជាមុនសិនទើបឈរឈ្មោះនៅទីនេះបានពេលនោះប្រុសគ្រុឌនិងបុស្បាក៏ប្រយុទ្ធគ្នាហើយប្រុសគ្រុឌនោះក៏បានបង្កើតទៅជាដែនរំហមួយដែលបង្កើតដោយថាមពលខ្លួនឯងដាក់បុស្បាចូលទៅនៅទីនោះពោលពេញទៅដោយវិញ្ញាណបីសាចរុំព័ទ្ធនាងជុំវិញហើយនាងក៏ប្រើវិជ្ជានិងថាមពលដែលនាងធ្លាប់រៀនដើម្បីបំផ្ទុះកោះនោះពេលនោះក៏បំផ្ទុះដែនលំហដែលប្រុសគ្រុឌនោះធ្វើបានរលាយបាត់ទៅនាងក៏រួចពីកន្លែងនោះប្រុសគ្រុឌនោះដោយប្រើប្រាស់ថាមពលក៏ចុះខ្សោយហើយក៏ប្រកាសចុះចាញ់បុស្បាមានមោទនភាពណាស់ហើយក៏បុស្បាងើបឈរពោលពេញទៅដោយមោទនភាពអស្ចារ្យពេលនោះនាងត្រឡប់មកវិញក៏មានអារម្មណ៍ឆ្ងល់ថាបុរសម្នាក់នោះបង្កើតទៅជាដែនរំហបានដែនរំហនោះហាក់បីដូចជាដែនរំហដែលគ្មានពេលវេលាដូចនេះខ្ញុំនឹងប្រើប្រាស់ថាមពលស្វែងយល់អំពីការបង្កើតដែនរំហដើម្បីដែនរំហសម្រាប់ខ្លួនឯងពេលនោះនាងក៏ស្វែងយល់អំពីវិជ្ជានិងការបង្កើតដែនរំហពេលនាងស្វែងយល់អំពីការបង្កើតដែនរបស់ខ្លួនឯងតើបុស្បាអាចបង្កើតទៅជាដែនរំហសម្រាប់ខ្លួនឯងបានដែរឬទេតើដែនរំហរបស់បុស្បាដែលសម្រាប់ខ្លួនឯងរស់នៅទៅជាយ៉ាងណាពេលនាងស្វែងយល់នាងក៏ឃើញថាបុរសគ្រុឌម្នាក់នោះបង្កើតដែនរំហបង្កើតដោយគំនិតខ្លួនឯងគំនិតនោះកប់ជ្រៅនៅក្នុងខ្លួនរបស់យើងការ